ចាប់ផ្ដើមនៅពេលនេះមកជាមួយនឹងព្រឹត្តិការណ៍ប្រកួតដាវលូយ៉ាងដ៏ធំសម្បើមត្រូវបានចាប់ផ្ដើមឡើងជាផ្លូវការចង្កៀងកូនជាច្រើនក៏ត្រូវបានបង្ហោះពីពេញមេឃខណៈពេលនឹងដែលយើងក៏សត្វបានឃើញនៅចង្កៀងកូនមួយត្រូវបានគេច្នៃចេញជារូបនាគរាជវាក៏បានបំភ្លឺភ្លើងឡើងមើលទៅក៏ពិតជាស្រស់ស្អាតហើយមិនមែនមានតែមួយទេវាក៏មាននៅពីរមិនត្រឹមតែប៉ុណ្ណេះក៏ថែមទាំងមានមយុរាទៀតខណៈពេលដែលនាគរាជកំពុងតែប្រទះស្ទនុនៅខាងក្រោមវិញស្គរក៏នៅតែបន្តមិនលើឡើងអ្នកក៏និយមជាច្រើនមកពីអាណាចក្រផ្សេងៗក៏បានមកប្រមូលផ្ដុំនៅលើដំបូលស្រីហូរយ៉ាងខ្លាំងអបអរសាទរទៅកាន់ព្រឹត្តិការណ៍ដ៏ធំមួយនេះខណៈពេលនឹងដែលយើងក៏សត្វបានឃើញនៅជើងខ្លាំងមួយចំនួនក៏បានផ្លាស់ទីមកយ៉ាងលឿនហើយពួកគាត់ក៏ស្ទើរតែជាម្ចាស់នៃកាយធំលើកនេះក៏មាននៅវត្តមានមនុស្សដែលយើងមិនទាន់ស្គាល់ដែលមកពីអាណាចក្រផ្សេងព្រះសង្ឃធានឡុងក៏បានស្វាគមន៍អ្នកក៏និយមដែលមកពីគ្រប់ក្រុមគ្រប់បកខានជួបគ្នាយូរហើយតែអ្នកទាំងគ្នាសុខសប្បាយដែរទេអ្នកក៏និយមដែលនៅទីនេះលើបែបនេះក៏បានស្រែកហៅកញ្ជ្រៀវក៏បានសរសើរផងដែរថាពីមួយឆ្នាំទៅមួយឆ្នាំចំនួនក្រោយគឺកាន់ខ្លាំងក្លាទៅហើយរីឯការប្រកួតដាវលូយ៉ាងត្រូវបានធ្វើឡើងរៀងរាល់12ឆ្នាំម្ដងពេលវេលាក៏លំផុតទៅអស់ជាច្រើនឆ្នាំយើងមិនដែលដឹងទេថាតើវីរបុរសណាខ្លះដែលនៅមានជីវិតនិងអ្នកណាខ្លះដែលបានស្លាប់ហើយឥឡូវនេះសន្និបាតដាវលូយ៉ាងត្រូវបានប្រព្រឹត្តឡើងម្ដងទៀតហើយខ្ញុំក៏សង្ឃឹមផងដែរថាលើកនេះពួកយើងនឹងអាចទទួលបានពរជ័យពីព្រះច័ន្ទស្វែងរកជើងខ្លាំងគុនដាវម្នាក់ដែលខ្លាំងក្លានៅមិនអាចប្រៀបផ្ទឹមបានឬក៏បានណែនាំខ្លួនថាគាត់គឺជាធានឡុងចៅអធិការនៅក្នុងសាសៅលីនគាត់មកនេះក្នុងនាមជាអ្នកការពារសង្វៀនប្រកួតរីឯម្នាក់ទៀតយើងបានស្គាល់គាត់រួចទៅហើយគឺជាបរិយាយមូរងយានដែលមកពីវិមានដាវយឺនូបរិយាម្នាក់នេះវិញគាត់គឺជាសង្ឃចិនគុនដែលជាគណៈកម្មការក្នុងការប្រកួតមួយនេះហើយគាត់ក៏ជាសមាជិកដែលមកពីវិមានធានសានដែរដល់ឡែកបរិយាម្នាក់ទៀតយើងក៏បានស្គាល់គាត់ដែរដែលជាហួរចៅមកពីវិមានដាវហ៊ុនហួរម្នាក់ទៀតវិញគឺជាបរិយាចៅរូបកាងដែលជាបរិយាទី1នៃសាភ្នំសុងចំណែកម្នាក់ចុងក្រោយវិញនាងគឺជាកញ្ញាម្នាក់នោះដែលមានឈ្មោះថាម៉ៃឈៀងលៀនហើយនាងក៏ជាថ្នាក់ដឹកនាំនៃកាយកនសុងដែលទៅនឹងតែងតាំងថ្មីដែរបន្ទាប់មកគាត់ក៏បានប្រកាសទៅកាន់មិត្តអ្នកក៏និយមដែលនៅទីនេះទាំងអស់ការប្រកួតដាវលូយ៉ាងចាប់ផ្ដើមឬក៏បានអញ្ជើញគណៈកម្មការទាំងអស់ទៅទស្សនាក្នុងសំណាក់មួយនៅម្ខាងទៀតនេះវិញតុងទីមិនស្មានទេថាកញ្ញាម៉ៃឈៀងលៀនគឺជាម្ចាស់នៃកាយដាវកនសុងកម្មការសង្វៀននៃការប្រកួតនេះវិញអ្នកចូលរួមគឺមានហ្វាងរ៉ូឡានដែលមកពីឈិនចៅសូមជួយណែនាំផងនៅម្ខាងទៀតក៏មានឈូកើហួយដែលមកពីហួរចៅវ៉ាងមូសៀនមកពីទីក្រុងយីងណានសូមជួយណែនាំផងគណៈពេលនេះយើងក៏បានឃើញថាជើងខ្លាំងដែលមកពីទីក្រុងទាំង3ក៏បានប៉ះទង្គិចគ្នាជាមួយនឹងកុសលនៅក្នុងសំណាក់ធានសានបេឈូនៅម្ខាងក៏បានសម្លឹងមើលតែភ្ញាក់ផ្អើលដល់ហើយនៅក្នុងការប្រកួតនេះវិញគឺជាការប្រកួត3ទល់នឹង3មើលទៅពួកគេដូចជាស្មារតីគ្នាល្អណាស់ម្នាក់ក៏ព្យាយាមធ្វើការប្រកួតដោយអស់ពីសមត្ថភាពត្រូវពេលដែលពួកគេកំពុងតែប៉ះទង្គិចគ្នានោះបេឈូក៏លោហើយមិនបានជាញ៉ៃខ្លាំងម្ល៉េះតុងទីងក៏បានប្រាប់ការប្រកួតដាវលូយ៉ាងនេះគឺមានការប្រកួត3លើកតទៅឈ្នះ3លើកនេះទើបអាចទទួលបានជើងឯកហើយអ្នកដែលទទួលបានជើងឯកក្រោយការប្រកួត3លើកនេះនឹងធ្វើការប្រកួត3ដងទៀតដើម្បីស្វែងរកអ្នកឈ្នះពិតប្រាកដហើយអ្នកដែលបានយកឈ្នះលេខ1នោះនឹងត្រូវបានគេដាក់ងារថាគឺជាអ្នកគុនដាវដែលទទួលបានពរជ័យពីព្រះច័ន្ទការប្រកួតលើកនេះពួកគេគ្រាន់តែវាយយកឈ្នះបេក្ខជនដែលបានចូលរួមចំនួន3នាក់គឺអាចឡើងទៅបានហើយដូច្នេះបើទោះបីជាមានមនុស្សឡើងទៅច្រើនប៉ុណ្ណាក៏គ្មានបញ្ហាដែរសំខាន់គឺយើងអាចធ្វើបានបើកន្លែងទៅមើលម្ខាងទៀតវិញយើងក៏បានឃើញនៅសានតៅកំពុងតែមើលទៅការប្រកួតមួយនេះដែរប៊ូលូតាមទៀតផងថាកញ្ញាទាំងអស់នោះបានសរសើរទៅកាន់ចំនួនក្រោយរបស់ពួកគេថាមានតែកុសលតែបើប្រៀបជាមួយនឹងបងប្អូនក្នុងមន្ទីររបស់ពួកយើងវិញគឺខុសគ្នាឆ្ងាយណាស់ស្រាប់ពេលនោះដែរយើងក៏ស្ដាប់ទៅបានឃើញនៅវត្តមាននៃជើងខ្លាំងម្នាក់បានបង្ហាញខ្លួនមកមើលទៅថាមកពូននោះយើងក៏ដឹងដែរថាមិនធម្មតាសានតៅក៏បានសួរហើយថាគេគឺជានរណាបរិមម្នាក់នោះក៏បានបង្ហាញរូបរាងមកក៏ស្របពេលដែលគណៈកម្មការបានប្រកាសការប្រកួតលើកទី1នេះអ្នកដែលបានយកឈ្នះគឺជាហ្វាងរ៉ូឡានជើងខ្លាំងម្នាក់នោះក៏និយាយមកឲ្យថាមនុស្សក្នុងពិភពគុណដែលស្ថិតនៅក្នុងភូមិភាគកណ្ដាលនេះក៏បានមកប្រមូលផ្ដុំនៅក្នុងសង្វៀនលូយ៉ាងនេះរួចទៅហើយកូនចៅសានតៅក៏ចង់ចូលតែគេក៏បានខាត់ជើងខ្លាំងអាចក្បាំងម្នាក់នោះក៏បានប្រាប់ថាគេអាចជួយសានតៅបានដើម្បីលុបបំបាត់ពួកគេទាំងអស់ក្នុងពេលតែមួយសានតៅក៏បានសួរផងដែរថាគេមានសិទ្ធិអំណាចអ្វីទៅជើងខ្លាំងម្នាក់នោះក៏តែងតែសរសើរអំពីគេឈ្មោះកម្ពុជាភ្នំតៃហាងជាយូរមកហើយថ្ងៃនេះខ្ញុំមកពិភាក្សាជាមួយនឹងបញ្ហាធំមួយតែសានតៅក៏ថាកម្ពុជាភ្នំតៃហាងមិនដែលមានទំនាក់ទំនងជាមួយនឹងនិកាយរបស់គេទេខ្ញុំឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាលោកស្វែងរកពួកយើងគាត់ក៏បានតបមកវិញក៏ព្រោះតែពួកយើងមានសត្រូវរួមគ្នាគេក៏បានរំលឹកផងដែរនៅព្រំដែនចូលមកទឹកដីភូមិភាគកណ្ដាលនេះអ្នកដែលបានប្រយុទ្ធប្រឆាំងជាមួយនឹងគេនោះគ្មាននរណាម្នាក់អាចរស់រានមានជីវិតឡើយហើយមានតែអ្នកដែលសហការជាមួយនឹងខ្ញុំប៉ុណ្ណោះដែលនៅរស់បើយើងក៏លេមកការសង្វេននៅការប្រកួតនេះវិញយើងក៏បានឃើញការប៉ះទង្គិចគ្នារវាងហ្វឹងកុងជីជាមួយនឹងផានប៊ិនកុងជីដកឃ្លៀមមកក្រោយបន្តិចក៏បានសម្រុកចូលសាជាថ្មីតែគេក៏បានហោះកិច្ចរួចក៏បានរត់ប្រទះសិនជុំវិញទីនេះឃើញបែបនេះកុងជីក៏បានបិទភ្នែកព្យាយាមស្ដាប់នៅជំហានរបស់គេដែលកំពុងតែរត់ហើយនៅពេលដែលផានប៊ិនបានវាយមកនោះកុងជីក៏អាចទប់ទល់បានប៉ុន្តែអ្នកទាំងពីរក៏បានខ្ទាតខាងក្រោយរៀងខ្លួនបើទោះបីជាដូច្នេះកុងជីក៏នៅតែសម្រុកចូលផានប៊ិនក៏បានទប់ទល់អ្នកទាំងពីរក៏បានប៉ះទង្គិចគ្នាសាជាថ្មីលបឿនយ៉ាងលឿនក៏បានបន្តប្រឡាយកាប់គេដោយមិនប្រណីរួចក៏បានទាត់គេមួយជើងធ្លាក់ចុះទៅខាងក្រោមមនុស្សជាច្រើនឃើញចឹងក៏បានស្រែកហៅកញ្ជ្រៀវលំពីពេញនឹងគណៈកម្មការក៏បានប្រកាសថាហ្វឹងកុងជីបានយកឈ្នះការប្រកួត2ដងជាប់គ្នាឈ្នះតែម្ដងទៀតគេគឺអាចសម្រាប់បានហើយក៏បានសួរផងដែរតើនរណាចង់ធ្វើការប្រកួតបន្តគណៈពេលនឹងដែរយើងក៏ស្ដាប់ទៅបានលើសំឡេងមនុស្សស្រែកហៅយ៉ាងខ្លាំងព្រះសង្ឃធានឡុងក៏លេចមើលទៅខាងក្រោមក៏បានឃើញនៅក្បួនដង្ហែមួយដែលពួកគេនេះគឺជាសមាជិកមកពីនិកាយដាវកនសុងហើយបរិមម្នាក់នេះគេគឺមានឈ្មោះថាសុងស៊ីលីនមិនចង់ខាត់ពេលទៀតស៊ីលីនក៏បានផ្លាត់ទីយ៉ាងលឿនឡើងទៅលើសង្វេននៃការប្រកួតគេក៏បានណែនាំខ្លួនកំពុងភ្នំអាឡៅហ្វឹងកុងជីសូមជួយណែនាំផងរីឯស៊ីលីនក៏បានណែនាំខ្លួនវិញដូចគ្នាតុងទីងនៅម្ខាងនេះក៏បានស្គាល់ហើយអំពីស្នេហ៍ដាវរបស់ស៊ីលីនដែលគឺជាស្នេហ៍ដាវថ្ងៃលេខក៏លេមកកាន់អ្នកទៅពីនេះវិញក៏បានត្រៀមខ្លួននៅការប្រយុទ្ធរំពេចនោះស៊ីលីនគេក៏ស្ដាប់ទៅបាត់ភ្នែកកុងជីក៏រៀមផ្ចាស់ផ្អាបន្តិចដែរតែបើទោះបីជាអញ្ចឹងក៏នៅតែសម្រុកចូលរីឯស៊ីលីនវិញគេកំពុងតែប្រាប់ប្រតិជាដើម្បីស្ដាប់នៅចលនារបស់កុងជីនៅពេលដែលបានដល់ក៏បានកាប់យកតែម្ដងកុងជីរៀម
ផ្សាយបានបន្តិចតែក៏នៅតែសម្រុកចូលការប៉ះទង្គិចគ្នាសារជាថ្មីនេះអ្នកទាំងពីរក៏ស្មារតីគ្នាកងជីយកឲ្យឡងរៀបនឹងសម្រុកចូលតែគេកាប់មកឡើងពីពេញនឹងដល់បែបនេះគាត់ក៏បានហក់ទៅខាងក្រោយផ្លាស់ទីជាន់ទៅលើគោមមួយរួចក៏ស្ទើរតែបានបាញ់ភាគទៅជា3សម្រុកទៅកាន់ស៊ីលីនមកទៅបីជាដូចនេះក៏នៅតែមិនខ្លាចបញ្ចេញនូវធម្មពលមកកាប់បំផាំងនៅរាងកាយរបស់គេចេញរាងកាយពិតក៏មិនរួចខ្លួនដែរសឿនវិដាខ្ទេតតែបើទោះបីជាអញ្ចឹងរាងកាយពិតជាមួយនឹងរាងកាយចម្លងក៏នៅតែសម្រុកចូលជាលទ្ធផលនោះក៏ត្រូវបានគេវាយខ្ទេតសារជាថ្មីបីចូលនៅម្ខាងនេះក៏បានរំលឹកដល់ពីសម្ដីលោកគ្រូដែលបានប្រាប់គេថាសឿដាព្រះអាទិត្យលេខនេះគឺប្រើប្រាស់សម្រាប់ការពារជាជាងវាយលុកវាក៏ដូចជាថៃជីអញ្ចឹងយកទុនមកក្រាបរឹងនេះគឺជាបច្ចេកទេសការពារដ៏កម្រនិងអស្ចារ្យខ្លាំងបំផុតប៉ុន្តែស្ទឹងស៊ីលេខនេះបានបញ្ចូលគ្នាជាមួយនឹងបច្ចេកទេសដើរផ្សេងទៀតចូលទៅក្នុងវាតុងតែងក៏តទៅវិញថាពិបាកនិយាយណាស់ឲ្យគេមើលបន្តទៀតទៅនៅក្នុងការប្រកួតស៊ីលីនក៏នៅតែបន្តគំនិតទៅកាន់រាងកាយចម្លងទាំងអស់នោះប្រសិនទេឡងនៅម្ខាងនេះក៏បាននិយាយផងដែរមើលទៅកញ្ចាស់នៃកាយផ្សេងៗគេបានកែសម្រួលបច្ចេកទេសរបស់ពួកគេអស់ហើយប្រជាចារូបកាងគាត់ក៏ចាប់អារម្មណ៍ដែរថាគេបានបញ្ចូលជាមួយនឹងបច្ចេកទេសដើរផ្សេងទៀតជាច្រើនហើយគាត់ក៏ចង់ដឹងដែរតើគេអាចយកឈ្នះបានដែរឬអត់គាត់ក៏ថាតែបានរំលឹកដល់ការជួបជុំរបស់វីរៈបុរសខ្លាំងបំផុតពិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្ដោតលើចំណេះដឹងទៅកាន់គ្នាទៅវិញទៅមកប្រជាចាហូចៅក៏និយាយផងដែរពិធីនេះត្រូវរៀបចំនៅច្រកទ្វារវីរៈបុរសមិនអាចរៀបចំនៅក្នុងភូមិភាគកណ្ដាលនេះបានទៅពួកយើងត្រូវការពារបានច្បាស់លាស់ដើម្បីប្រឆាំងជាមួយនឹងនៃកាយវិសាចដែលស្ថិតនៅក្នុងភូមិភាគខាងលិចក៏បានសួរបទៅវិញទៅលោកព្រះហើយមកទេព្រះម្ចាស់ទៅបានរៀបចំការប្រកួតដើរលូយ៉ាងនេះគឺមានភាពជិតស្និទ្ធយ៉ាងខ្លាំងជាមួយនឹងច្រកទ្វារអន្តរជាតិប្រជាចាឈិនខុនក៏បាននិយាយទៅកាន់កញ្ញាម៉ៃឈីងយៀននេះគឺជាសមាជិកក្នុងវិមានដែររបស់នាងមិននិយាយអ្វីខ្លះទេឈីងលៀនក៏បានតបមកវិញថានាងទៅឡើងធ្វើជាថ្នាក់ដឹកនាំប៉ុណ្ណោះបញ្ហាដែលបានកើតឡើងជាច្រើននេះនាងគឺមិនដឹងនៅឡើយប្រតិយមករងក៏និយាយផងដែរថាឈីងលៀននឹងនៅក្មេងណាស់មិនអាចយល់ពីរឿងរ៉ាវក្នុងពិភពគុណនិងមនុស្សចំណាស់ទាំងអស់នេះបានទៅស្របពេលដែលយើងក្លែងមើលក្នុងការប្រកួតនេះវិញរាងកាយចំណងរបស់ហ្វឹងកងជីទាំងពីរក៏បានសម្រុកចូលតែក៏ស៊ីមួយដៅរលាយបាត់ទាំងពីររាងកាយពិតឃើញចឹងក៏បានសម្រុកចូលតែក៏នៅតែមិនមែនជាដៃគូរបស់ស៊ីលីនបើឈូក៏ចាប់អារម្មណ៍ផងដែរស្ទើរដើរព្រះអាទិត្យលេងនេះដូចជាមានអ្វីចម្លែកហើយនៅក្នុងការប្រកួតនេះវិញបើទោះបីជាហ្វឹងកងជីមានរាងកាយចម្លងដល់ទៅពីរក៏មិនមែនជាដៃគូរបស់ស៊ីលីនឈីងយៀនក៏និយាយផងដែរថាដៅរបស់សងស៊ីលីនអាចខនថើទៅលើដៅរបស់ហ្វឹងកងជីបានចង់យកឈ្នះគាត់នោះវារឿងពិបាកបន្តិចហើយគណៈពេលនេះជើងខ្លាំងទាំងពីរក៏នៅតែបន្តប៉ះទង្គិចគ្នាលបឿនលឿនកាប់យកមិនប៉ុណ្ណីកងជីដកឃ្លាទៅខាងក្រោយបន្តិចក៏បានបែកភេទជាពីរសម្រុកចូលសាជាថ្មីបើទោះបីជាយ៉ាងស៊ីលីនក៏នៅតែអាចទប់ទល់បានអ្នកគុណនិយមដែលបានមកចូលរួមទស្សនានោះក៏បានស្រែកហៅយ៉ាងខ្លាំងជើងខ្លាំងដទៃទៀតក៏នៅតែបន្តសម្លឹងមើលពីការប្រយុទ្ធមួយនេះចំណែកនៅក្នុងការប្រកួតនេះវិញស៊ីលីនក៏បានគប់នៅដាវទៅតែកងជីក៏បានវាយចេញស៊ីលីនបានផ្លាត់ទីយ៉ាងលឿនមកខាងក្រោយចាប់យកដាវត្រឡប់មកវិញចង់ចាក់ទៅលើកងជីបើឈូឃើញបែបនេះក៏បានស្មៃនឹកដល់បរិអត់កំបាំងម្នាក់ដែលបានចង់ចាក់តងទីងក៏ដឹងហើយថាគឺជាគេកម្មការបច្ចុប្បន្នវិញកងជីក៏បានបាញ់ភីជា3អាចទប់ទល់បានរីឯពេលឈូវិញក៏បានហៅទៅកាន់សិស្សច្បងគាត់ក៏សួរគេឯមានអារម្មណ៍ដូចយើងដែរឈីងយៀនក៏បានសួរតើមានរឿងអ្វីតងទីងក៏បានប្រាប់ថាការវិភាគរបស់សងស៊ីលេននឹងបាញ់មិញនេះក៏ដោយមនុស្សអត់ក្បាំងម្នាក់ដែលលួចវិភាគគាត់បើយើងក្លែកមកមើលក្នុងការប្រកួតនេះវិញកងជីក៏នៅតែបន្តបាញ់ភីចូលទៅវាយស៊ីលេនបើទោះបីជាដូច្នេះដាវពោពេញទៅដោយធម្មពលរបស់គេចូលមក1កំតិច1ចូលមក2កំតិច3គណៈពេលនេះរាងកាយពិតក៏បានកាប់មកផ្ទុះខ្សែភេនៅចំហាយធម្មពលខ្ទេចទៅក្រោយរៀងខ្លួនស៊ីលេនក៏ចាប់ផ្ដើមបញ្ចេញនូវធម្មពលរន្ទះយ៉ាងខ្លាំងក្លារបស់គេចេញមកផ្ទុះឡើងពីពេញស្ទៃវិញអ្នកគ្រប់គ្នាឃើញបែបនេះក៏មានការភ្ញាក់ផ្អើលមិនទុកយូរជួបអោបមួយដាវពោពេញទៅដោយធម្មពលរុញច្រានហ្វឹងកងជីឡើងទៅខាងលើទប់ខ្លួនរួចក៏បានបាញ់ភេកសម្រុកចូលបន្តរាងកាយទី1ក៏បានកាប់មកមួយដាវស៊ីលេនក៏អាចទប់ទល់បានយ៉ាងងាយស្រួលតែរាងកាយទី2ក៏បានកាប់មកបន្ថែមស៊ីលេនលើកនេះក៏ពិបាកទប់ទល់លើកនេះគឺជារាងកាយពិតវិញម្ដងចាក់មកធម្មពលក៏បានផ្ទុះខ្សែភេកខណៈពេលនឹងយើងក៏បានឃើញផងដែរថាស៊ីលេនបានធ្លាក់ពីលើសងវិញប្រកួតគេក៏បានសម្លាប់បាត់ហើយបើទោះបីជាចឹងហ្វឹងកងជីពេលនេះក៏រៀងញាស់ដៃបន្តិចដែរសម្លេងហុកកញ្ជៀវក៏បានមកលើឡើងគណៈកម្មការក៏បានប្រកាសអ្នកបានយកឈ្នះគឺជាហ្វឹងកងជីឬក៏បានហៅគូប្រកួតបន្តឡើងទៅលើសង្វេរប្រកួតទងតែនេះវិញក៏បានកែសឹបអូននៅទៅតាមអបិស៊ីលីននោះបែកស៊ូក៏ងឿនឆ្ងល់តែពីអ្នកនេះកំពុងតែធ្វើអ្វីនឹងតែឈឿតងក៏បានកវីក្បាលឲ្យគេបាត់មាត់យើងកាត់មកខាងនេះវិញសិស្សនៅសំណាក់ធានសានក៏បានយកស៊ីលីនដើម្បីព្យាបាលព្រះឯបែកឈូជាមួយនឹងតងទីងក៏បានមកតាមដានដូចគ្នាកូនសិស្សម្នាក់នេះក៏បានបើកទ្វារមកភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនដឹងថានេះគឺជានរណាទេមិនតន់បានសួរអ្វីផងក៏សត្វតែបានស៊ីម្នាក់មួយដៃដេកស្អាតបាត់ទៅហើយមករកអាត់ក៏បានទាំងអស់នោះក៏បានមករងនឹងយកស៊ីលីនទៅស៊ីលីនក៏បានបើកភ្នែកមកតិចតិចតែក៏ស៊ីមួយដៃសន្លប់ទៅទៀតគណៈពេលនឹងយើងក៏បានឃើញផងដែរថាហ្វឹងកងជីក៏បានបង្ហាញខ្លួនមកសួរពួកគេថាជានរណានិយាយរួចក៏បានស្មុកចូលចាក់ទៅកាន់គេតែគេក៏ស្ទើរតែបានរលាយបាត់ភ្លាមបង្ហាញខ្លួននៅពីខាងក្រោយវិញបើទោះបីជាហ្វឹងកងជីព្យាយាមចាក់ប៉ុណ្ណាក៏ដោយរាងកាយបែបនេះដូចជាសមោលអញ្ចឹងហើយគេមកពីនិកាយមួយណាគ្នាយើងទីលេងខ្លួនឯងទៅតងតែនេះវិញជាលកាសនេះគាត់ក៏បានទៅតាមនៅ2នាក់ទៀតតែមនុស្សម្នាក់នេះក៏ចាប់អារម្មណ៍ដឹងស្ទុះទៅវិបាកតងទីងតែក៏មិនបានតបតទេក៏បានស្ទុះទៅរកម្នាក់ទៀតមកដល់ចង់ចាប់យកនៅរាងកាយរបស់ស៊ីលីនតែក៏ត្រូវបានគេតមកជើងទៀតគាត់ក៏បានសម្រុកចូលសារជាថ្មីទាត់គេមកជើងហើយក៏បានផ្លាស់ទីឡើងលើដំបូលរត់បន្តគណៈពេលដែលរត់មកតន់ហើយក៏ចង់ចូលទៅចាប់តាបែរនោះក៏ពិតជាស្អិតតាមគាត់ពីគេបកាត់រហូតដល់បែបនេះតងទីងក៏មានតែព្យាយាមបន្ថែមលបឿនរត់តែបន្តតែមិនថាយ៉ាងណាគេក៏នៅតែអាចកាប់មុខតងទីងបានស្របពេលនឹងដែរយើងក៏បានឃើញបៃឈូក៏បានមកកាប់មុខគេដូចគ្នាម្នាក់នេះឃើញបៃឈូរត់ទៅរកគ្នាគេបែបនេះក៏បានសម្រុកចូលតងទីងក៏បានរត់ទៅតាមគេក៏បានចាប់នៅបៃឈូមកបោះមកកាន់តងទីងជីសំណាងល្អហើយដែលតងទីងអាចចាប់បានបើមិនដូច្នេះទេបៃឈូប្រហែលជាធ្លុះក្បាលចូលទៅក្នុងសំណាក់នេះបាត់ហើយទន្ទឹមនឹងនោះដែរយើងក៏បានឃើញនៅកងជីបានដេញមនុស្សម្នាក់នោះក៏បានមកដល់ទីនេះគេក៏បានសម្លឹងទៅកាន់តងទីងនិងបៃឈូរួមទាំងមនុស្សម្នាក់ដែលបានបង្ហាញខ្លួននៅលើដំបូលគេក៏និយាយផងដែរថាចាំជួបគ្នាម្ដងទៀតរួចក៏បានចាស់ចាញ់ដល់ហើយម្នាក់ទៀតក៏បានផ្លាត់ទីងលឿនទៅ
បាត់ដូចគ្នាកងជីក៏នៅតែបន្តសម្លឹងទៅកាន់អ្នកទៅពេលសួរពួកគេតែកំពុងតែធ្វើអ្វីជាមួយនឹងគ្នានឹងនិយាយរួចក៏ចូលមកវិភាគតែម្ដងតុងទីងក៏ចាប់ពេលឈូកិច្ចគាត់ក៏បានប្រាប់តុងទីងវិញឲ្យទៅដេញតាមពួកនោះទៅទុកឲ្យពេលនេះឲ្យខ្ញុំតុងទីងក៏បានប្រាប់គេឲ្យប្រយ័ត្នផងបើមិនឈ្នះទេសូមចុះចាញ់ទៅភ្លាមគេក៏បានមកវិភាគម្ដងទៀតតុងទីងឈ្នះលើការនេះក៏បានទៅតាមពួកនោះដែលឡែកពេលឈូវិញក៏តែបន្តទប់ទល់កិច្ចពីផ្លែដៃរបស់គេពេលឈូក៏និយាយផងដែរថាគេគឺជាជើងឯកក្បាច់គាត់ណាមិនបានជាមកវិភាគមនុស្សដែលមិនសូវខុសត្រូវវិញចឹងគេក៏បានតបវិញថាបច្ចេកទេសដៃរបស់សងស៊ីលេនគឺមានអ្វីចម្លែកគេក៏ត្រូវតែដឹងរឿងនេះឲ្យបានច្បាស់ចុះមិនបានជានឹងទៅពេលចង់ចាប់គេពេលឈូក៏បានប្រាប់វិញថាគាត់មិនដែលស្គាល់មនុស្សទាំងអស់នោះទេបើទោះបីជាអញ្ចឹងគេក៏នៅតែចាក់មកពេលឈូក៏បានគេទៅខាងក្រោយរួចក៏បានប្រើប្រាស់ស្នេហ៍ចង្អុលព្រមនឹងតលេធ្វើឲ្យគេកៀងស្គប់ពេលឈូក៏បានដើរចេញទៅយ៉ាងសង្ហាគេក៏បានសួរតលោកឈ្មោះអ្វីគេក៏បានប្រាប់មកវិញប្រុសស្មោះមកពីទីក្រុងយីចៅជួពេលឈូបន្ទាប់មកសាររឿងក៏បានកម្មកម្មតុងទេនេះវិញគាត់ក៏នៅតែបន្តដេញទៅកាន់បរិយាកាសកម្បាំងម្នាក់នោះល្បឿនអ្នកទៅពីក៏មិនចាញ់គ្នាប៉ុន្មានទេរត់ចុះរត់ឡើងតុងទេក៏បានមកតន់ចង់ចោទទៅកាន់គេតែគេក៏នៅតែអាចគេចផុតបានក្រោយមកបរិយាកាសកម្បាំងក៏នៅតែបន្តរត់គេចតុងទេក៏នៅតែបន្តតាមមិនយូរប៉ុន្មានតុងទេក៏នៅតែបន្តតាមធ្លុះចូលទៅក្នុងសំណាក់មួយនៅពេលដែលចូលមកដល់មិនបានឃើញមនុស្សទេបានត្រឹមតែឃើញស្លាកស្នាមនៃការប្រយុទ្ធប៉ុណ្ណោះហើយសំណាក់មួយនេះក៏ជាសំណាក់ដែលតុងឡៃបានប្រយុទ្ធគ្នាដែរតុងទេក៏បានសម្លឹងទៅមើលព្រួញមួយគ្រាប់ដែលបានជាប់នៅខាងលើដូចជាធ្លាប់ស្គាល់ក្រោយមកគាត់ទៅពិនិត្យមើលគ្រាប់ព្រួញមួយទៀតក៏ដឹងហើយថានេះគឺជាគ្រាប់ព្រួញរបស់ប្អូនប្រុសគាត់ពេលនេះហាក់បីជាបានឃើញនៅការប្រយុទ្ធទាំងអស់អញ្ចឹងគាត់ក៏បានក្តាប់ដៃទាំងកំហឹងស្របពេលនឹងដៃក៏ស្ទើរតែមានមនុស្សបានហៅទៅកាន់គាត់ចូលមកដល់ខាងក្រោមក៏បានដល់នៅរបាំងមុខចេញតាមពិតទៅគេគឺជាយន់កងតុងទីងក៏ថាគឺជាឯងប្រន្ទបានសួរមកបានជាសម្ព័ន្ធរបស់ឯងយកស៊ីលីនទៅតែគេក៏បានប្រាប់មកវិញថារឿងនេះមិនពាក់ព័ន្ធជាមួយនឹងសម្ព័ន្ធទេភារកិច្ចបច្ចុប្បន្នរបស់ខ្ញុំគឺនាំសងស៊ីលីនទៅសួរចម្លើយឬក៏បានសួរតុងទីងតែមានចាំនៅការប្រកួតចុងក្រោយរបស់ពួកយើងទេនៅពេលដែលឯងអាចប៉ះខ្ញុំបាននោះខ្ញុំនឹងប្រាប់នៅរឿងគ្រប់យ៉ាងតុងទីងក៏និយាយថាល្អរួចក៏បានស្ទុះចូលតែម្ដងយកនៅធ្នូបាញ់ទៅមួយគ្រាប់ល្បឿនយឺនលឿនក៏បានស្ទុះទៅចាប់សក់គេបានមួយសរសៃគេក៏និយាយហើយថាឯងប្រើល្បិចតែតុងទីងក៏បានប្រាប់មកវិញសក់មួយសរសៃស្មើនឹងសំណួរមួយតុងទីងក៏បានសួរអំពីបេសកកម្មរបស់គេយន់កងក៏បានប្រាប់ថាការជួបជុំរបស់វីរៈបរោះដែលបែបនេះតុងទីងក៏បានស្មុកចូលចង់ចាប់យកនៅសរសៃសក់មួយទៀតតែលើកនេះគេក៏ដឹងខ្លួនហើយមិនអាចឲ្យតុងទីងចាប់បានដោយងាយស្រួលទៀតទេគណៈពេលនេះតុងទីងក៏បានវាយគេមួយដៃធ្វើគេទៀតរួចក៏បានស្មុកចូលសាជាថ្មីតែតុងទីងមិនបានវាយប្រហារទេគាត់ក៏ចាប់យកសក់គេមួយសរសៃទៀតប៉ុណ្ណោះហើយសំណួរទី2របស់គាត់នោះតើសងស៊ីលីនគឺជានរណាបន្ទាប់មកអ្នកទាំងពីរក៏នៅតែបន្តប៉ះទង្គិចគ្នាគេក៏បានប្រាប់ទៅកាន់តុងទីងថាបើតាមការសង្កេតរបស់គេនោះសងស៊ីលីនគេគឺមកពីនិកាយបិសាចតុងទីងគ្រាន់តែលើនិកាយបិសាចបែបនេះគាត់ក៏មានការផ្ទះផ្អើលយ៉ាងខ្លាំងតែសាររឿងក៏បានកម្មការប្រកួតដែរលូយ៉ាងនេះវិញថ្ងៃនេះក៏ត្រូវបានបញ្ចប់ហើយការប្រកួតបន្តនៅថ្ងៃស្អែកស្រាប់ពេលយើងបន្តនឹងថានឹងមានរូបវែកកាលឡើងបន្តទីផងនោះសាររឿងមួយភាគនេះក៏បានមកដល់ទីបញ្ចប់អញ្ចឹងមកពេញចិត្តនៅពេល